ទាំងនេះគឺជាអាចកំបាំងនឹងបទពិសោធន៍នៃការជិះបឡុងហោះនៅក្នុងតំបន់សាហ្វារីក្នុងប្រទេសតង់សានីមុនពេលហោះហើរគេត្រូវពង្រាយក្រណាត់ក្តោងរាប់រយម៉ែត្រការ៉េឲ្យរាបស្មើនឹងដីរួចប្រើកង្ហារយក្សដើម្បីបក់បញ្ចូលខ្យល់ឲ្យវាប៉ោងឡើងបន្ទាប់មកគេដុតហ្គាសឲ្យក្តៅអណ្ដែតឡើងលើដើម្បីទាញបឡុងឲ្យងើបឈរបានមុនពេលហោះហើរភ្ញៀវទេសចរទាំងអស់ត្រូវតែដេកផ្អៀងទៅម្ខាងនៅក្នុងកន្ត្រកហើយកាន់ដៃទាញឲ្យជាប់ហេតុផលគឺដោយសារតែអំឡុងពេលដែលប៊ុលឡុងកំពុងតែប៉ោងឡើងកន្ត្រកអាចនឹងរំជួយយល់ខ្លាំងឬក៏អាចផ្កាប់ផ្ងាភ្លាមបើភ្ញៀវឈរពួកគេអាចនឹងត្រូវឃ្លាតចេញមកក្រៅកន្ត្រកដែលបង្កឲ្យគ្រោះថ្នាក់ខ្លាំងគេអាចអង្គុយឬក៏អាចឈរបានធម្មតាលុះត្រាតែប៊ុលឡុងងើបឈរត្រង់ជើងបាន 100% តាមពិតទៅបឡុងហោះគ្មានចង្កូតសម្រាប់បត់ឆ្វេងស្ដាំឬក៏បញ្ជាទិសដៅនោះទេវាហោះហើរទៅតាមខ្សែខ្យល់បក់តែប៉ុណ្ណោះទោះជាយ៉ាងណាតែងតែមានរថយន្តក្រុមការងារបើកបរពីក្រោមដីរហូតដើម្បីទទួលបានភ្ញៀវនៅគ្រប់ទីកន្លែងដែលបឡុងនោះចុះចតសរុបសេចក្តីមកវីដេអូនេះចង់បង្ហាញថាការជិះបឡុងហោះមើលថ្ងៃរះមើលសត្វព្រៃពីលើអាកាសគឺជាបទពិសោធន៍ដ៏រ៉ូមែនទិកនិងបុរាណបំផុតប៉ុន្តែក៏ទាមទារការប្រុងប្រយ័ត្នខ្ពស់តាមបច្ចេកទេសផងដែរតើលោកអ្នកធ្លាប់សាកល្បងជិះវាហើយដែរឬនៅ Follow for more